សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីនិយាយអំពីជីវិតនិងការអភិវឌ្ឍខ្លួននៅថ្ងៃអង្គារទី3 ខែមិថុនាឆ្នាំ2025ថ្ងៃនេះយើងនឹងជជែកអំពីប្រធានបទដ៏សំខាន់មួយគឺការលំបាកជាបង្គោលនៃភាពជោគជ័យការលំបាកជាផ្នែកនៃជីវិតការលំបាកគឺជាអ្វីដែលមនុស្សគ្រប់គ្នាត្រូវជួបប្រទះក្នុងជីវិតមិនថាអ្នកជានរណាមានប្រវត្តិបែបណាឬនៅកន្លែងណានោះទេឧបសគ្គតែងតែកើតមានការលំបាកទាំងនេះអាចមានច្រើនទម្រង់ដូចជាការខ្វះខាតផ្នែកហិរញ្ញវត្ថុបញ្ហាគ្រួសារការបរាជ័យក្នុងការសិក្សាឬការងារនិងសូម្បីតែបញ្ហាសុខភាពផ្លូវកាយនិងផ្លូវចិត្តប៉ុន្តែអ្វីដែលសំខាន់គឺរបៀបដែលយើងប្រឈមមុខនឹងវាការលំបាកមិនមែនជាសត្រូវទេប៉ុន្តែជាគ្រូបង្រៀនដ៏សំខាន់ដែលជួយឲ្យយើងរីកចម្រើនរឿងរ៉ាវជីវិតពិតសូមមើលទៅករណីរបស់លោកសុកចាន់ផកតីជាកសិករម្នាក់នៅខេត្តបាត់ដំបងកាលពី10ឆ្នាំមុនគាត់ជួបនឹងគ្រោះទឹកជំនន់ដ៏ធំមួយដែលបានបំផ្លាញផ្ទះសម្បែងនិងដំណាំស្រូវរបស់គាត់ទាំងស្រុងគាត់ស្ទើរតែអស់សង្ឃឹមព្រោះគ្មានអ្វីសល់សម្រាប់គ្រួសារគាត់ប៉ុន្តែជំនួសឲ្យការចុះចាញ់លោកសុកចាន់ផកតីបានសម្រេចចិត្តរៀនសូត្រពីកំហុសនិងស្វែងរកឱកាសថ្មីគាត់បានចាប់ផតាមកដាំដំណាំបន្លែសរីរាង្គដែលមានតម្រូវការខ្ពស់នៅផ្សារក្នុងស្រុកដោយសារការរខិតខំប្រឹងប្រែងនិងការតស៊ូគាត់បានក្លាយជាកសិករគំរូម្នាក់ដែលមិនត្រឹមតែផតលើជីវភាពល្អដល់គ្រួសារប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយផ្សព្វផ្សាយបច្ចេកទេសដាំដុះដល់អ្នកភូមិផ្សេងទៀតផងមេរៀនពីការលំបាករឿងរ៉ាវរបស់លោកសុកចាន់ផកតីបង្ហាញយើងថាការលំបាកអាចជាចំណុចចាប់ផតមកនៃភាពជោគជ័យមេរៀនសំខាន់ដែលយើងអាចរៀនពីការលំបាករួមមាន 1. ភាពអត់ធ្មត់ការលំបាកបង្រៀនឲ្យយើងមានភាពអត់ធ្មត់និងរង់ចាំឱកាសល្អមនុស្សជាច្រើនបរាជ័យព្រោះពួកគេចុះចាញ់ឆាប់ពេក 2. ការស៊ូទ្រាំការប្រឈមនឹងឧបសគ្គជួយឲ្យយើងមានចិត្តរឹងប៉ឹងនិងមិនងាយបោះបង់ 3. ការរៀនសូត្រពីកំហុសការលំបាកជួយឲ្យយើងឃើញចំណុចខ្វះខាតរបស់ខ្លួននិងធ្វើការកែលម្អ 4. ការបង្កើតគំនិតច្នៃប្រឌិតនៅពេលជួបឧបសគ្គយើងតែងតែស្វែងរកដំណោះស្រាយថ្មីៗដែលជួយឲ្យយើងគិតចេញពីប្រអប់ការលំបាកនៅក្នុងបរិបទសង្គមនៅក្នុងបរិបទសង្គមខ្មែរការលំបាកជាច្រើនកើតឡើងដោយសារការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅមានកម្រិតឧទាហរណ៍យុវជនជាច្រើនប្រឈមនឹងការពិបាកទទួលបានការអប់រំប្រកបដោយគុណភាពឬការងារដែលមានប្រាក់ខែសមរម្យប៉ុន្តែយើងឃើញថាយុវជនទាំងនេះបានប្រើឧបសគ្គទាំងនោះជាកម្លាំងជំរុញឧទាហរណ៍កញ្ញាសនស្រីពៅជាសិស្សនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុប៉ុន្តែនាងបានធ្វើការលក់អនឡាញដើម្បីទ្រទ្រង់ការសិក្សានាងបានបញ្ចប់ការសិក្សាដោយជោគជ័យនិងបានបង្កើតអាជីវកម្មផ្ទាល់ខ្លួនដែលផតលើការងារដល់អ្នកផ្សេងទៀតវិធីប្រឈមនឹងការលំបាកដើម្បីឲ្យការលំបាកក្លាយជាបង្គោលនៃភាពជោគជ័យយើងត្រូវអនុវត្តវិធីសាស្ត្រមួយចំនួន 1. កំណត់គោលដៅច្បាស់លាស់គោលដៅជួយឲ្យយើងមានទិសដៅនិងផតលើកម្លាំងចិត្តដើម្បីបន្តទៅមុខ 2. ស្វែងរកជំនួយកុំខ្លាចសុំជំនួយពីគ្រួសារមិត្តភក្តិឬអ្នកជំនាញការចែករំលែកបញ្ហាអាចជួយឲ្យយើងឃើញដំណោះស្រាយកាន់តែច្បាស់ 3. ថែរក្សាសុខភាពការលំបាកអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តដូច្នេះយើងត្រូវថែរក្សាខ្លួនឯងឲ្យបានល្អដូចជាការសម្រាកគ្រប់គ្រាន់និងធ្វើលំហាត់ប្រាណ 4. ជឿជាក់លើខ្លួនឯងជំនឿលើសមត្ថភាពខ្លួនឯងជួយឲ្យយើងមានកម្លាំងចិត្តក្នុងការប្រឈមនឹងឧបសគ្គការលំបាកនិងភាពជោគជ័យការលំបាកមិនមែនជាចំណុចបញ្ចប់នៃជីវិតទេប៉ុន្តែជាចំណុចចាប់ផតមកនៃភាពជោគជ័យមនុស្សជាច្រើនដែលសម្រេចបានជោគជ័យធំធេងដូចជាលោក Elon Musk ឬក៏ញញោ Oprah Winfrey សុទ្ធតែបានឆ្លងកាត់ការលំបាកជាច្រើនលោក Elon Musk ធ្លាប់ជួបនឹងការបរាជ័យជាច្រើនដូចជាការចិត្តខ្សែធំរបស់ក្រុមហ៊ុន Tesla និង SpaceX ប៉ុន្តែគាត់នៅតែបន្តតស៊ូហើយសប្តាហ៍ថ្ងៃនេះគាត់ជាមហាសេដ្ឋីដ៏ជោគជ័យបំផុតម្នាក់នៅលើពិភពលោកដូចគ្នានេះដែរក៏ញញោ Oprah Winfrey ធ្លាប់រស់នៅក្នុងភាពក្រីក្រក្នុងវ័យកុមារប៉ុន្តែនាងបានប្រើការលំបាកទាំងនោះជាកម្លាំងជំរុញដើម្បីក្លាយជាស្ត្រីជោគជ័យអ្នកនៅក្នុងវិស័យសារព័ត៌មានសេចក្តីសន្និដ្ឋាន
ការលំបាកជាបង្គោលនៃភាពជោគជ័យព្រោះវាជួយឲ្យយើងរៀនសូត្ររីកចម្រើននិងក្លាយជាមនុស្សរឹងមាំជាងមុន ដរាបណាយើងមានឆន្ទៈក្នុងការប្រឈមមុខនឹងឧបសគ្គនិងមិនចុះចាញ់យើងនឹងអាចសម្រេចបាននូវភាពជោគជ័យដែលយើងប្រាថ្នា សូមអរគុណសម្រាប់ការរស់តាប់ហើយជួបគ្នាវិញនៅកម្មវិធីក្រោយ ជម្រាបលា